ក្រោយពីទទួលបានពន្ធថ្មីបងប្អូនទាំងអស់គ្នាឡាននេះក៏ទទួលបាននៅតម្លៃពិសេសមហាពិសេសដែរបងប្អូនទាំងអស់គ្នាតម្លៃនៅសល់ត្រឹមតែ$21,500តែប៉ុណ្ណោះវ៉ាវតម្លៃនេះគឺជាតម្លៃមហាពិសេសតែម្ដងសំខាន់យើងទទួលបានរថយន្តអាគ្គិសនីដែលមានរូបរាងស្អាតនាំចូលដោយក្រុមហ៊ុនផ្លូវការធានាផ្លូវការហើយការ design option ទំនើបវិញគឺមានមកចប់តែម្ដងបងប្អូនអរគ្នាឥឡូវខ្ញុំមកបង្ហាញបងប្អូនត្រួសអំពី option ក៏ដូចជារូបរាងជាទូទៅហើយនេះគឺជារថយន្តបាទ Dongfeng Aeros L7 EV ស៊េរីថ្មីដែលមានរ៉េងខ្ពស់ខ្លាំងបងប្អូនអរគ្នាហើយរូបរាងផ្នែកខាងក្រៅវិញនិយាយពីថាស្អាតខ្លាំងជាពិសេសខ្ញុំចូលចិត្តទៅលើភ្លើងដែលលាតសន្ធឹងពេញផ្ទៃខាងមុខរបស់រថយន្តនេះជាមួយនឹងភ្លើងប្រភេទ LED បំភ្លឺពេលយប់បានភ្លឺច្បាស់មានមុខងារបិទបើកដោយស្វ័យប្រវត្តិក៏ដូចជាទម្លាក់ហ្វាកូដដោយស្វ័យប្រវត្តិផងដែរហើយចំពោះផ្នែកខាងមុខនេះគឺមានការរចនាដែលមើលទៅស័ក្តិសមជារថយន្តក្នុងសម័យ Gen Z ដែលបងប្អូនជិះហើយគឺគេចាប់អារម្មណ៍សឹងតែគ្រប់គ្នាតែម្ដងបងប្អូនទាំងអស់គ្នាហើយមានកាមេរ៉ាផ្នែកខាងមុខផងដែរអញ្ចឹងគ្រាន់តែឃើញកាមេរ៉ាផ្នែកខាងមុខខ្ញុំជឿថាបងប្អូនជឿថារថយន្តនេះមានកាមេរ៉ាមកជុំតែម្ដងបងប្អូនអរគ្នាឥឡូវយើងក៏លេខមកមើលផ្នែកចំហៀងវិញដោយសារតែរថយន្តនេះទទួលបាននៅការពេញនិយមខ្លាំងជាពិសេសបងប្អូនជិះតាមផ្លូវប្រកាសជាឃើញហើយរថយន្តនេះហើយរថយន្តនេះគឺជាប្រភេទរថយន្តអគ្គិសនីសុទ្ធដែលមានការរចនានៅអ្វីដែលបងប្អូនចង់បានអ្វីដែលកំពុងតែទាន់សម័យជាពិសេសទៅលើដៃទ្វារប្រភេទលឹបលៀនបងប្អូនអរគ្នាឃើញទេគ្រាន់តែយើង unlock គឺលៀនមកដើម្បីឲ្យយើងងាយស្រួលក្នុងការបិទបើករថយន្តនេះអញ្ចឹងការ design បែបនេះគឺជំនួយខ្លាំងមែនទែនហើយពេលដែលយើងបើកតាមផ្លូវរថយន្តនេះនឹងលឹបចូលទៅវិញចឹងហើយជួយប្រព័ន្ធ aerodynamic ក៏ដូចជាជួយសន្សំសំចៃរែងនៃការបើកបរផងដែរហើយការ design យ៉ានវិញគឺស្អាតបងប្អូនអរគ្នាទំហំ18អ៊ីងដោយសារតែជា SUV បងប្អូនអរគ្នាអញ្ចឹងហើយខ្ពស់បាទកម្ពស់ពីដីមកបាតរថយន្តរហូតទៅដល់145មីលីម៉ែត្រហើយរថយន្តនេះគឺមានប្រវែងសរុបរហូតទៅដល់ 4.6 ម៉ែត្រជាងហើយកម្ពស់វិញរហូតទៅដល់ 1.6 ម៉ែត្រជាងហើយទទឹងវិញរហូតទៅដល់ 1.9 ម៉ែត្រជាងបងប្អូនអរគ្នាអញ្ចឹងប៉ុននេះបងប្អូនធ្វើដំណើរទៅណាក៏មកអែមដែរសមាជិកគ្រួសារ5នាក់អីជិះមកទលាយតែម្ដងបងប្អូនអរគ្នាហើយជាមួយនឹងត្រឡោកកញ្ចក់ហើយនឹងកាមេរ៉ាផងដែរបងប្អូនអរគ្នាដំបូលវិញ highlight ពណ៌ខ្មៅអូបងប្អូនខ្លះទិញឡានទៅយកទៅបិទពណ៌ខ្មៅប៉ុន្តែឡាននេះបងប្អូនមិនបាច់បិទទេដោយសារតែមាន two tone color តែម្ដងបងប្អូនអរគ្នាអ្វីដែលកាន់តែពិសេសបងប្អូនគឺផ្នែកខាងក្រោយចូលមកដល់ផ្នែកខាងក្រោយវិញបងប្អូនទាំងអស់គ្នាខ្ញុំជឿថាបងប្អូនទាំងអស់គ្នាប្រកាសជាធ្លាប់ឃើញភ្លើងស្តុបបែបនឹងជិះតាមផ្លូវដោយសារតែឡាននេះគឺពេញនិយមខ្លាំងមែនទែនឥឡូវយើងទទួលបានតម្លៃថ្មីទៀតកាន់តែពិសេសអញ្ចឹងបងប្អូននៅចាំអីទៀតទំនាក់ទំនងបាទ Dongfeng Hybrid Cambodia តាមរយៈលេខទូរស័ព្ទដូចមានបង្ហាញនៅលើអេក្រង់ឥឡូវយើងមកមើលហេតុអីបានជាបងប្អូនត្រូវចាប់អារម្មណ៍ត្រូវពេញចិត្តរថយន្តនេះទី1ការរចនាជាមួយនឹងស្តុបទ្រវែងបាទលាតសន្ធឹងពេញផ្ទៃផ្នែកខាងក្រោយរបស់រថយន្តដែលមើលទៅគឺភ្លឺច្បាស់ល្អខ្លាំងបងប្អូនអរគ្នាជាមួយនឹងអក្សរ Aeros ហើយនឹងអក្សរ L7 ជា model របស់គេហើយអ្វីដែលកាន់តែពិសេសបងប្អូនអរគ្នាគូតនេះគឺជាប្រភេទគូតបើកដោយប្រព័ន្ធអេឡិចត្រូនិកវ៉ាវបងប្អូនអរគ្នាហើយយើងនៅសល់ cargo ឬក៏គេហៅថា space បាទចំនួនធំដែលយើងអាចដាក់អីវ៉ាន់បានច្រើនហើយបើសិនបើបងប្អូនចង់ដាក់របស់មានក្លិនដូចជាស្បែកជើងឬក៏ម្ហូបអាហារទេដាក់ខាងក្រោមនេះមកហើយយើងបិទអញ្ចេះមកលែងមានក្លិនហើយបងប្អូនមានឆ្ងល់ថាហេតុអីបានជាឡាននេះបើកបានកម្ពស់នឹងទេដោយសារតែឡាននេះគឺមានប្រព័ន្ធកំណត់កម្ពស់ប្រសិនបើបងប្អូនដែលជាអ្នកប្រើប្រាស់កម្ពស់មិនសូវខ្ពស់បងប្អូនអរគ្នាបាទបងប្អូនអាចកំណត់បានតែបើសិនបើបងប្អូនចង់បានខ្ពស់ជាងនេះក៏អាចបានដែរដោយគ្រាន់តែបងប្អូនចុចនៅលើប៊ូតុងនេះដែលគេសរសេរលើនេះតែម្ដងដើម្បីកំណត់គឺយើងអាចចុចមួយហើយបន្ទាប់មក hold ចំនួន5វិនាទីដើម្បីកំណត់អញ្ចឹងពិតជាពិសេសមែនទែនបាទរថយន្តនេះគឺមាន option ទំនើបច្រើនជាពិសេសទៅលើ sensor ផ្នែកខាងក្រោយជំនួយក្នុងការបើកបរបូករួមជាមួយនឹងកាមេរ៉ាផ្នែកខាងក្រោយទៀតអញ្ចឹងធ្វើឲ្យការបើកបររបស់យើងកាន់តែពិសេសឥឡូវខ្ញុំនាំបងប្អូនចូលទៅមើលផ្នែកខាងក្នុង
ចូលមកដល់ផ្នែកខាងក្នុងវិញបងប្អូនទាំងអស់គ្នាខ្ញុំជឿថាបងប្អូនទាំងអស់គ្នាប្រកាសជាស្រឡាញ់ការរចនាបែបហ្នឹងជាពិសេសការរចនាជាមួយនឹងពូកពណ៌ខ្មៅដែលវាអត់ងាយនឹងប្រឡាក់ទេបងប្អូនទាំងអស់គ្នាហើយលេខរោមវិញគឺមកចង្អាមហើយងាយស្រួលក្នុងការអង្គុយបងប្អូនទាំងអស់គ្នាមានអារម្មណ៍ថាពូកតុនហើយមានម៉ាស៊ីនត្រជាក់ផ្នែកខាងក្រោយបូករួមជាមួយនឹងកន្លែងយើងបញ្ចូលថ្មអញ្ចឹងប៉ុននេះយើងអាចជិះបាន3នាក់មកទលាយតែម្ដងអញ្ចឹងឥឡូវផ្នែកខាងក្រោយខ្ញុំមានប៉ុណ្ណឹងយើងចូលទៅដល់ផ្នែកខាងមុខទាំងអស់គ្នាពេលដែលយើងចូលមកដល់ផ្នែកខាងមុខខ្ញុំជឿថាបងប្អូនទាំងអស់គ្នានឹងមានអារម្មណ៍ថាវ៉ាវដោយសារតែរថយន្តនេះការរចនាបាទ material ក៏ដូចជា option ទំនើបគឺវាលើសពីតម្លៃ21500ហើយទទួលបានការរចនាបែបនេះ option ទំនើបបែបនេះបងប្អូនរកមិនបានទេទី1គឺកៅអីអូតូផ្នែកថកង់ឡានបងប្អូនអរគ្នាដែលយើងអាចសេរីតាមរយៈប្រព័ន្ធអេឡិចត្រូនិកទី2ការរចនាជាមួយនឹងចង្កូតភ្លើងដែលងាយស្រួលក្នុងការបើកបរបូករួមជាមួយនឹងមានប៊ូតុងជាច្រើនបញ្ជាទៅលើប្រព័ន្ធផ្សេងទី2គឺមានអេក្រង់កុងទ័រដែលមានទំហំធំដែលយើងអាចមើលព័ត៌មានអំពីការបើកបរបានទូលាយធំហើយនឹងព័ត៌មានច្រើនគ្រប់គ្រាន់តែម្ដងទី4គឺពាក់ព័ន្ធជាមួយនឹងអេក្រង់កំសាន្តធំបងប្អូនអរគ្នាដែលយើងអាចបញ្ជាបានទៅលើមុខងាររបស់រថយន្តនេះសឹងតែទាំងអស់តែម្ដងសូម្បីតែបើកភ្លើងអូតូឬក៏បើកភ្លើងពេលយប់ហ្នឹងគឺយើងអាចបញ្ជាបានលើនេះទាំងអស់ហើយមាន driving ដែលយើងអាចបើកទៅលើប្រព័ន្ធ auto hold ប្រព័ន្ធ hill descent control និងប្រព័ន្ធផ្សេងទៀតបានយ៉ាងច្រើនបងប្អូនអរគ្នាហើយយើងមានសារ៉េផ្សេងពាក់ព័ន្ធជាមួយនឹងការ connect បាទចាក់ Bluetooth អីក៏មានដែរដោយសារតែរថយន្តនេះគឺមាន app របស់គេតែម្ដងណាហើយយើងបញ្ជាទៅលើបាទមុខងារកាមេរ៉ា360 degree ហ្នឹងគឺមើលបានច្បាស់លាស់ល្អខ្លាំងមែនតើបងប្អូនអរគ្នាហើយសម្រាប់រថយន្តនេះគឺការ design center console គឺមានលក្ខណៈប្លែកពីគេដែលយើងអាចដាក់ទូរស័ព្ទបានច្រើនកន្លែងហើយនឹងដាក់អីវ៉ាន់បានច្រើនកន្លែងហើយយើងមានកន្លែងយើងដាក់អីវ៉ាន់នៅកន្លែងនេះទៀតហើយយើងអាចសម្រាប់ដៃបានស្រួលតែម្ដងបងប្អូនអរគ្នាលើសពីនឹងទៅទៀតបងប្អូនទាំងអស់គ្នាឡាននេះក៏មាន driving mode រហូតដល់3 Eco សម្រាប់យើងជិះក្នុងទីក្រុងជួយសន្សំសំចៃថាមពលអគ្គិសនី Comfort គឺយើងបើកបរលក្ខណៈថាស្រួលបាទក៏ជួយរក្សាថាមពលអគ្គិសនីដែរហើយចំណែក Sport ប្រសិនបើបងប្អូនបើកផ្លូវឆ្ងាយត្រូវការកម្លាំងត្រូវការលក្ខណៈថាយើងដឹកធ្ងន់ហើយបងប្អូនបើកផ្លូវឆ្ងាយវ៉ាចេញអីហ្នឹងយក Sport មកបងប្អូនអរគ្នាលើពីហ្នឹងទៅទៀតគឺយើងមានប្រព័ន្ធច្រើនដែលខ្ញុំរៀបរាប់អត់អស់ទេចាំមើលខ្ញុំធ្វើវីដេអូមួយទៀតខ្ញុំបើក test try នៅក្រៅហើយខ្ញុំនឹងនិយាយលម្អិតអំពីប្រព័ន្ធទាំងនេះតម្លៃប៉ុននេះគឺជាតម្លៃមួយមហាពិសេសដែលខ្ញុំនិយាយដដែលអញ្ចឹងបងប្អូនរកអត់បានទេសំខាន់រថយន្តនេះគឺមានរ៉េងរហូតទៅដល់518គីឡូសាកថ្មមកពេញហើយចំពោះការសាកថ្មចំណាយពេលត្រឹមតែ28នាទីតែប៉ុណ្ណោះក្នុងការសាកថ្មលឿន20%ដល់80%ហើយនឹងមានសាកនៅផ្ទះផងដែរបងប្អូនអរគ្នារថយន្តនេះអាចផលិតកម្លាំងសេសបានរហូតទៅដល់160សេសជាងហើយនឹងកម្លាំងរមួលរហូតទៅដល់200ជាងឯណោះអញ្ចឹងការបើកបររបស់បងប្អូនមិនថាទៅខេត្តឬក៏បើកក្នុងទីក្រុងទេគឺផ្ដល់នូវផាសុកភាពផ្ដល់នូវការសន្សំសំចៃក្នុងបរិបទដែលសាំងឡើងថ្លៃមកសុទ្ធឡើងថ្លៃបងប្អូនជិះឡានអគ្គិសនីពិតជាសន្សំសំចៃដែលរថយន្តនេះគឺមានធានារហូតទៅដល់8ឆ្នាំឬក៏200000គីឡូទៅលើអាគុយនិងម៉ូទ័រអគ្គិសនីហើយក៏គេមាន free ការថែទាំរយៈពេល5ឆ្នាំឬក៏150,000គីឡូដែរអញ្ចឹងបងប្អូនជិះទាំងមានទំនុកចិត្តអញ្ចឹងប្រសិនបើបងប្អូនចាប់អារម្មណ៍ទៅលើរថយន្តបាទ Dongfeng Aelos L7 EV ស៊េរីថ្មីនេះទំនាក់ទំនងទៅ Dongfeng Hybrid Cambodia តាមរយៈលេខទូរស័ព្ទដូចមានបង្ហាញនៅលើអេក្រង់ចឹងវីដេអូនេះខ្ញុំមានតែប៉ុណ្្នឹងទេសង្ឃឹមថាបងប្អូនស្រឡាញ់ពេញចិត្តចុច like ចុច share ម្នាក់មួយផងជាចុងក្រោយខ្ញុំបាទកាក់ Channel សូមអរគុណសូមជម្រាបលា